បាទសួស្តីទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងមកសិក្សាអំពី homophone បាទ homophones មានន័យថាពាក្យខុសគ្នាបាទប៉ុន្តែសំឡេងអាននឹងដូចគ្នាតែអញ្ចឹងទាំងអស់គ្នាមកមើលពាក្យរបស់យើងបាទពាក្យទី1នេះយើងអានថា flower បាទ flower អានេះស្រៈទាំងអស់គ្នាណា flower បាទពាក្យនេះក៏យើងអានថា flower ដែរទាំងអស់គ្នាក៏ប៉ុន្តែពាក្យទី1 flower គឺយើងសំដៅទៅលើម្សៅបាទពាក្យទី2គឺយើងសំដៅទៅលើផ្កាវិញណាអញ្ចឹងសំឡេងយើងអានដូចគ្នាក៏ប៉ុន្តែអក្សរសរសេរនេះខុសគ្នាបាទ flower តើអ្នកគ្នាមកមើលពាក្យបន្តទៀតបាទពាក្យនេះយើងអានថា meat បាទ m double e នេះគឺស្រៈ e t th meat meat អូខេពាក្យនេះក៏យើងអានថា meat ដែរទាំងអស់គ្នាបាទពាក្យទី1គឺយើងសំដៅទៅលើការជួបណាហើយពាក្យទី2គឺយើងសំដៅលើសាច់វិញបាទយើងអានដូចគ្នាគឺ meat meat តើអ្នកគ្នាមកមើលពាក្យចុងក្រោយបាទ n បាទ o blank e នេះស្រៈ a n ដែរ none បាទពាក្យនេះក៏យើងអានថា none ដែរទាំងអស់គ្នា none អញ្ចឹងពាក្យទី1យើងសំដៅទៅលើតទេបាទពាក្យទី2គឺយើងសំដៅទៅលើដូនជីនៅក្នុងសាសនាគ្រិស្តអញ្ចឹងសរុបឡើងវិញទាំងអស់គ្នា homophones បាទមានន័យថាពាក្យហ្នឹងគឺយើងអានដូចគ្នាបាទសំឡេងអានដូចគ្នាក៏ប៉ុន្តែការសរសេរខុសគ្នាហើយន័យក៏ផ្សេងគ្នាដែរ